no បងប្អូនមកគេមកបរៀនគៀបសក់មុខឲ្យឃើញថាសក់យើងក្រាស់ហើយបែបប៉ោងប៉ោងម្ដងសក់ខ្ញុំឡើងសក់មុខនឹងវាស្ដើងហើយមើលទៅវាបែបព្រៀបៗអញ្ចឹងខ្ញុំមកគៀបឲ្យបងប្អូនមើលណាឥឡូវបងប្អូននេះយើងចាប់សក់ជាពីរផ្សេងគ្នាចេះមកសម្រាប់សក់មុខណាហើយបន្ទាប់មកយើងចែកយកទៅសក់មុខបាននេះហើយបន្ទាប់មកយើងដល់ប្រើទៅគៀបទៅសារសក់ខ្ញុំគេហៅថាសៃទូអញ្ចឹងខ្ញុំប្រើភ្លើង170បងប្អូនហើយយើងគៀបបកចេះគៀបទៅខាងហ្នឹងដូចក្នុងវីដេអូហ្នឹងអញ្ចឹងយើងគៀបអញ្ចឹងណាហើយបន្ទាប់មកយើងរៀងអលាស់វាបន្តិចដើម្បីឲ្យសក់យើងមើលទៅរៀងបែបអលាស់វាអត់រៀបនឹងក្បាលយើងអញ្ចឹងណាហើយយើងតម្លាក់មកវិញបន្ទាប់មកយើងមកគៀបតង់ទី2តង់ទី2គៀបដូចគ្នាបងប្អូនគៀបដូចនឹងតង់ទី1អញ្ចឹងហើយយើងគៀបបញ្ច្រាស់មកវិញណានេះយើងគៀបអញ្ចឹងមកតែពេលយើងតម្លាក់មកវិញណាឃើញសក់យើងវារៀងក្រាស់ពីមុខហ្នឹងណាបងប្អូនហើយវាបកស្អាតនិយាយទៅណាហើយមួយខាងទៀតគឺយើងធ្វើដូចគ្នាបងប្អូនយើងធ្វើអញ្ចឹងណាហើយនៅពេលដែលយើងធ្វើហើយគឺសក់យើងខាងមុខហ្នឹងណាក្រាស់ណាទោះបីជាអ្នកសក់ស្ដាងដូចខ្ញុំក៏ដោយដែរសក់ខាងមុខភាគច្រើនតែយើងគៀបអត់ស្រួលវាបែបរៀបក្នុងក្បាលមើលទៅដូចសក់តិចខ្លាំងមែនទែនអត់ស្អាតទេហ្នឹងហើយបងប្អូនឃើញទេអញ្ចឹងយកពេលដែលយើងគៀបហើយនេះខ្ញុំមានគៀបអីច្រើនខ្ញុំគៀបតែប៉ុណ្ណឹងរួចរាល់ហ្មងអរគុណបាយបាយ